សួស្តីអ្នកនរគ្នាឥឡូវខ្ញុំបានមកដល់ជើងភ្នំ8មាលហើយតាមពិតថាខ្ញុំថាចង់មកប៉ុន្តែខ្ញុំមានបងយើងគាត់មកច្រើនហើយអញ្ចឹងយើងឆ្លៀតមកម្ដងទៀតថាមានបងប្អូនយើងចាប់អារម្មណ៍ហើយណាមួយខ្ញុំនឹងធ្វើវីដេអូបង្ហាញផ្លូវបងប្អូនមកលេងនៅជើងភ្នំ8មាលនេះពីថ្ងៃមុនខ្ញុំបានថតទស្សនវិជ្ជាពីចងាយពីផ្លូវមកឲ្យបងប្អូនយើងមើលឃើញផ្ទុះមែនតើរូបភាពខ្ញុំបានឡើង 6K យើងជិត 7K បងប្អូនតើឡើយកុំឲ្យខាតពេលយូរបងប្អូនមកពីអង្គរសោមមកប្រហែលជា18គីឡូបងប្អូននេះផ្លូវបុកទៅអង្គរសោមអញ្ចឹងបងប្អូនមកពីអង្គរសោមមកដល់ខាងលិចត្រង់មកបងប្អូនប្រហែលជា18គីឡូបងប្អូនដល់ផ្លូវបត់ហើយដល់ផ្លូវបត់ហ្នឹងគឺនៅចុងទំនប់ខ្ពកត្របែកខាងកើតបងប្អូនចុងបងប្អូនបត់តាមខ្លងទ្វារហ្នឹងមករហូតមកមុខរហូតមកអញ្ចឹងណាតាមផ្លូវជាតិរហូតអញ្ចឹងតែបងប្អូនធ្វើដំណើរមករហូតមកមិនបាច់ចាំមានបត់ទៅតាមផ្លូវណាតាមផ្លូវជាតិរហូតតោះតែមានផ្លូវបត់ឆ្វេងបងប្អូនមកដល់ខាងមុខមានផ្លូវបត់ឆ្វេងមួយបងប្អូនបត់ឆ្វេងមកកំបត់ស្ដាំណាបត់ស្ដាំអាហ្នឹងយើងទៅខាងផ្ទះអ្នកភូមិទេអញ្ចឹងបងប្អូនបត់ឆ្វេងមករហូតមកនិយាយរួមទៅបងប្អូនបត់ឆ្វេងតាមផ្លូវជាតិគេរហូតបងប្អូនអត់អាចបត់បានទេអញ្ចឹងបងប្អូនបត់ឆ្វេងមកឃើញកលេចទៅខាងស្ដាំទៅឃើញភ្នំដំរីអំបៀលហើយឃើញទេសភាពស្អាតមែនតើអញ្ចឹងយើងមកដល់នេះគឺដល់ផ្ទះអ្នកភូមិទៀតហើយអញ្ចឹងយើងត្រូវបត់ស្ដាំនៅពេលដែលបងបត់ស្ដាំមកតាមផ្លូវនឹងត្រង់រហូតបងប្អូនកុំទៅត្រង់ហ្នឹងគឺក៏ផ្លូវផ្ទះអ្នកភូមិដែររួមតាមផ្លូវជាតិរហូតមកបងប្អូនបត់មកសន្ទុះទៀតប្រហែលជាជិះម៉ូតូប្រហែលជា2-3នាទីហ្នឹងមកដល់ផ្លូវបំបែកហើយបងប្អូនហើយផ្លូវបំបែកនេះគឺបងប្អូនចំណាំថាផ្លូវបំបែកហ្នឹងគឺមានផ្ទះអ្នកលក់ដំបូលពណ៌ខៀវបងប្អូននេះដំបូលពណ៌ខៀវទៅដល់ទីតាំងហ្នឹងគឺបងប្អូនបត់ស្ដាំមកតាមគ្រូក្រហមវិញអញ្ចឹងបងប្អូនបត់ស្ដាំហ្នឹងអាហ្នឹងគឺយើងដល់ផ្លូវច្រកចូលទៅខាងផ្លូវចូលទៅជើងភ្នំដំរីរមៀលហើយតាមពិតទៅផ្លូវយើងចូលហ្នឹងវាមាន2-3កន្លែងប៉ុន្តែខ្ញុំសូមបង្ហាញបងប្អូនតាមមួយកន្លែងនេះសិនកុំឲ្យបងប្អូនរញ៉េរញ៉ៃអញ្ចឹងណាហើយមួយវិញទៀតបើសិនជាបងប្អូនអត់ច្បាស់ទេខ្ញុំតម្លាក់ location នៅក្នុង comment ឲ្យឬក៏ដាក់នៅក្នុង caption ដើម្បីឲ្យបងប្អូនយើងងាយចុចចូលក្នុង location ហ្នឹងមកដល់ជើងភ្នំដំរីរមៀលហ្មងអញ្ចឹងមកដល់នេះបងប្អូនត្រូវមើលមករហូតនេះមានលបងថ្មនៅពេលដែលបងប្អូនចូលតាមគ្រូក្រហមនោះគឺមានលបងថ្មនៅពីខាងឆ្វេងដៃអត់មានផ្ទះណាដែលមានលបងថ្មទេចុះបងប្អូនមកតាមផ្លូវហ្នឹងរហូតទៅមានលបងថ្មហើយចុះបងប្អូនចូលមកខាងឆ្វេងដៃរហូតហើយបងប្អូនឃើញឲ្យផ្លូវរលាក់បន្តិចហើយអញ្ចឹងបងប្អូនយើងធ្វើដំណើរមកជាពិសេសអ្នកដែលមានកង់តូចអីកុំជិះមកអសោះឬក៏ជិះមកក៏ជិះទៅតែសូមឲ្យប្រយ័ត្នប្រយែងបន្តិចមើលគ្រោះថ្មដោយសារថ្មវាធំបងប្អូនយើងមកខាងនេះថ្មគ្រោះធំអញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នប្រយែងបន្តិចប្រយ័ត្នអូសទៅវិញដោយសារចូលមកដល់ក្នុងអត់មានជាងទេដូចបងប្អូនឃើញអញ្ចឹងថ្មធំមែនតើអញ្ចឹងខ្ញុំមិនមែនថាប្រអាប់កន្លែងទេប៉ុន្តែថាថ្មវាធំជាក់ស្ដែងគឺថ្មធំនៅពេលបងប្អូនឡើងមកដល់បន្តិចនេះខាងស្ដាំដៃគឺមានបងក៏លក់អីនៅខាងហ្នឹងហើយអញ្ចឹងបងប្អូនអាចចូលទិញទឹកទិញអីហូបប្រហិតអីផ្សេងនៅកន្លែងគាត់បានហើយយើងធ្វើដំណើរមកមុខទៀតបងប្អូនអើយឃើញទេសិតតែថ្មហ្មងអញ្ចឹងយើងមកដល់ទីតាំងនេះគឺមានន័យថាយើងមកដល់ជើងភ្នំដំរីរមៀលហើយតំបន់ដែលបងប្អូនយើងនិយមមកលេងពេលល្ងាចឡើងឬក៏ពេលសៅរ៍អាទិត្យអីចឹងណាបងប្អូនទេសភាពគឺវាស្អាតដដែលបងប្អូនទេសភាពខែនេះចាប់ផ្ដើមស្អាតហើយគឺយើងមើលទៅដាច់កន្ទុយភ្នែកយើងមើលពីលើទៅបុកទៅដល់ខេត្តកំពង់ស្ពឺបងប្អូនយើងមើលទៅអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនហើយមួយទៀតខ្ញុំនឹងចេញវីដេអូមួយទៀតសម្រាប់ពីសម្រាមបងប្អូនយើងព្រោះខ្ញុំឃើញសម្រាមច្រើនខ្លាំងមែនតើនៅទីតាំងមួយនេះបងប្អូនយើងទៅមកលេងហើយបោះចោលសម្រាមអញ្ចឹងខ្ញុំចេញវីដេអូទី2ដែលថាវាវែងពេកគ្រាន់តែវីដេអូនេះគ្រាន់តែយើងជាវីដេអូបង្ហាញផ្លូវបងប្អូនឲ្យចូលមកលេងឬក៏ចូលមកថតរូបលេងពេលថ្ងៃសៅរ៍អាទិត្យឬក៏ពេលទនេទេប៉ុន្តែបងប្អូនដូចជាឃើញអញ្ចឹងគេវាមានសម្រាមទៀតខ្ញុំនឹងថតសម្រាមផ្សេងឲ្យបងប្អូនមើលនៅវីដេអូទី2ដែលថាវាវែងពេកខ្ញុំខ្ជិលខ្ញុំកាត់ដាក់ជា2វីដេអូហ្មងទៅដើម្បីឲ្យបងប្អូនយើងងាយស្រួលមើលអញ្ចឹងណាអញ្ចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនអាចមកលេងបានទេសភាពស្អាតណាស់ទេសភាពស្អាតមែនតើប៉ុន្តែគ្រាន់តែវាសម្រាមបន្តិចអញ្ចឹងអរគុណច្រើនបងប្អូនជួយចែករំលែកផងអរគុណ